បាទនឹងយើងដល់សំណួរទី5ដល់ទី8គឺជាវិញ្ញាសាប្រភេទបំពេញចន្លោះបាទអឺយើងមើលមកសំណួរទី5បាទដែលគេបានដាក់ថាភូមិម៉ាកូខាអ៊ឺរ៉េនភូមិរដូវអីរដូវផ្ការីកតើស្លឹកឈើជ្រុះហ្មងហើយនឹងឬក៏នឹងខាអ៊ឺលរដូវស្លឹកឈើជ្រុះបាទសានភូរីឆាល់ណាយ៉ូឆាល់នេះយើងប្រែថាងាយដល់ពេលសានភូរីណាដាភ្លើងឆេះព្រៃហ្នឹងហើយភ្លើងឆេះព្រៃភ្នំហ្នឹងឯងបាទអញ្ចឹងគេថានៅរដូវផ្ការីកនិងរដូវស្លឹកឈើជ្រុះបាទវាងាយបាទនឹងភ្លើងឆេះព្រៃសានភូរីណាមញ្ញ័នបើកើតមានសានភូរីបាទភ្លើងឆេះព្រៃហ្នឹងអេបាទឆណាហេយ៉ាហេយ៉ូត្រូវតែខលទូរស័ព្ទឆណាដាខលទូរស័ព្ទបាទនិយាយទូរស័ព្ទហ្នឹងណាត្រូវតែខលទូរស័ព្ទចុចបាទតទៅទៀតឆណាហូណូនឿនលេខទូរស័ព្ទអ៊ីលខូប៉ុននីអេអូ119អញ្ចឹងខលទូរស័ព្ទទៅណាទី1មន្ទីរពេទ្យចង់ងន់សូផាំងសស្ថានីយ៍ពន្លត់អគ្គិភ័យភូហ្គនសូមណ្ឌលសុខភាពអ៊ូឆេគុកបាទប្រៃសណីយ៍អញ្ចឹងខលទៅមន្ទីរពេទ្យអត់ទេខលទៅសូផាំងសបាទសូផាំងសនេះស្ថានីយ៍ពន្លត់អគ្គិភ័យបាទ